រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានជម្រាបជូនសមាជិកសភាថាខ្លួននឹងមិនបញ្ចប់ការចំណាយថវិកាចំនួន$400 លានដល់សភាបានអនុម័តរួចហើយសម្រាប់ផ្ដល់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែននោះទេរហូតតតែដល់ឆ្នាំថវិកា2029យោងតាម Reuters ចុះផ្សាយនៅថ្ងៃទី28ខែកក្កដាឆ្នាំ2026ការអូសបន្លាយពេលដ៏យូរនេះកំពុងកាត់ឡើងចំពេលដែលទីក្រុងគៀវកំពុងប្រឈមមុខនឹងការខ្វះខាតសភាវុធយ៉ាងធ្ងន់ធ្ងរបំផុតដើម្បីទប់ទល់នឹងការវាយប្រហារដោយមីស៊ីលនិងដ្រូនពីសំណាក់កងទ័ពរុស្ស៊ីបើតាមប្រភពដែលបានឃើញឯកសារលិខិតរបស់ក្រសួងការពារជាតិអាមេរិកមន្ទីរបញ្ញកោណដែលបានផ្ញើទៅកាន់សមាជិកសភាកាលពីខែឧសភាបានបង្ហាញពីកាលវិភាគនៃការផ្ដល់ជំនួយដែលបញ្ជាក់ថាថវិកានេះនឹងត្រូវចុះកិច្ចសន្យានៅក្នុងឆ្នាំ2026ហើយការប្រគល់គ្រឿងសភាវុធចុងក្រោយនឹងត្រូវបញ្ចប់នៅថ្ងៃទី30ខែកញ្ញាឆ្នាំ2029ដែលជាពេលវេលាហួសផុតពីអាណត្តិទី2របស់លោកត្រាំដែលត្រូវបញ្ចប់នាខែមករាឆ្នាំ2029ទៅទៀតភាពយឺតយ៉ាវនេះបានរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់សមាជិកសភាទាំងខាងគណៈបកប្រជាធិបតេយ្យនិងគណៈបក្សសាធារណរដ្ឋមួយចំនួនដែលចាត់ទុកថាវាជាទង្វើអូសបន្លាយពេលខុសពីធម្មតាសម្រាប់ចំនួនដែលកំពុងឆេះសន្ធោសន្ធៅផែនការចំណាយទឹកប្រាក់$400 លាននេះគ្របដណ្ដប់លើទឹកប្រាក់$200 លានសម្រាប់អាវុធក្រមសេវនិងគ្រឿងផ្ទុះខណៈ$99.9 លានសម្រាប់យានយន្តនិងគ្រឿងបន្លាស់ព្រមទាំង$100 លានទៀតសម្រាប់សេវាកម្មដឹកជញ្ជូនជុំវិញបញ្ហានេះសមាជិកប្រសិទ្ធិខាងគណៈបកប្រជាធិបតេយ្យលោក Dick Durbin បានចោទសួរយ៉ាងខ្លាំងទៅកាន់ថ្នាក់ដឹកនាំយោធាអាមេរិកក្នុងសវនាការកាលពីសប្តាហ៍មុនថាតើប្រព័ន្ធការពារអាកាសនិងការផ្ដល់ជំនួយនេះនឹងមានឥទ្ធិពលអ្វីដល់ការតស៊ូរបស់អ៊ុយក្រែនប្រសិនបើរដ្ឋាភិបាលមិនអាចទម្លាក់ថវិកាបានក្នុងរយៈពេល3ឆ្នាំខាងមុខនោះគួររំលឹកផងដែរថាយោងតាមច្បាប់របស់សហរដ្ឋអាមេរិកប្រធានាធិបតីមានកាតព្វកិច្ចស្របច្បាប់ក្នុងការចាយវាយថវិកាដែលសភាបានអនុម័តហើយមិនអាចរារាំងការបញ្ចេញមូលនិធិជាឯកតោភាគីដើម្បីបម្រើគោលដៅនយោបាយដោយឡែកបានឡើយបញ្ហាចម្រូងចម្រាសនេះកើតឡើងចំពេលដ៏សំខាន់មួយដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ត្រូវធ្វើដំណើរទៅកាន់សេតវិមាននៅថ្ងៃអង្គារសប្តាហ៍នេះដើម្បីជួបពិភាក្សាដោយផ្ទាល់ជាមួយលោកត្រាំក្នុងការបន្តការទាមទារយ៉ាងទទូចសុំប្រព័ន្ធការពារអាកាសនិងការបញ្ចប់កិច្ចព្រមព្រៀងដ្រូនជាបន្ទាន់បន្ទាប់ពីជំនុំនេះលោក Zelensky នឹងបន្តដំណើរទៅជួបសមាជិកប្រសិទ្ធិទាំង100រូបនៅវិមាន Capitol ទន្ទឹមនឹងនេះមេដឹកនាំអ៊ុយក្រែនរូបនេះក៏នឹងចូលរួមពិធីបុណ្យសពរបស់លោក Lindsey Graham អតីតសមាជិកប្រសិទ្ធិជាន់ខ្ពស់បក្សសាធារណរដ្ឋផងដែរប្រណភាពភ្លាមរបស់លោក Graham ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោកត្រាំនិងជាសម្លេងដ៏មានឥទ្ធិពលបំផុតក្នុងការគាំទ្រអ៊ុយក្រែនបានបន្សល់ទុកនៅសំណួរដ៏ធំមួយថាតើគោលនយោបាយនិងជំហរគាំទ្រទីក្រុងគៀវរបស់លោកត្រាំនាពេលថ្មីនេះនឹងអាចបន្តរស់រានមានជីវិតដែរឬយ៉ាងណានៅពេលដែលគ្មានវត្តមានអិសរាជជនរូបនេះជួយតស៊ូមតិតទៅទៀតទីក្រុងមូស្គូឆេះខ្លោចនឹងក្រមភ្លើងសង្គ្រាមនៃការវាយប្រហារដោយវងដ្រូនរបស់អ៊ុយក្រែនបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Meduza នៃប្រទេសរុស្ស៊ីបានដឹងថាដ្រូនរបស់អ៊ុយក្រែនយ៉ាងតិច400គ្រឿងបើកហោះហើរវាយប្រហារនៅតំបន់ពីពេញតំបន់នៃទីក្រុងមូស្គូអគារជាច្រើននៅលើកំណត់ផ្លូវនានានៅក្នុងទីក្រុងមូស្គូឆាប់ឆេះនេះបើយោងតាមការបញ្ជាក់របស់អភិបាលនៃតំបន់ទីក្រុងមូស្គូអង់ដ្រេវូរ៉ូសយ៉ៅជាមួយគ្នានេះអភិបាលខណ្ឌហ្សូកៅនៃទីក្រុងមូស្គូ Michael Zobakin អះអាងថាពុំមានមនុស្សរងរបួសនោះទីតែអគារពីរល្វែងរងការឆាប់ឆេះការវាយប្រហារនេះត្រូវបានរាយការណ៍មកថាអ៊ុយក្រែនបើកការវាយប្រហារនៅយប់ថ្ងៃទី27-28 កក្កដាដោយការវាយប្រហារ2ដងចូលទៅតំបន់នៃទីក្រុងមូស្គូការវាយប្រហារក៏វាយចំរោងចក្រមួយនៅខណ្ឌជូកៅក្នុងតំបន់ទីក្រុងមូស្គូផងដែររោងចក្រផលិតសម្បកកង់រថយន្តក៏រងការវាយប្រហារនៅក្នុងសង្កាត់វ៉ូលូវលំនៅឋានឯកជនរងការឆាប់ឆេះយ៉ាងធ្ងន់ធ្ងរប៉ុន្តែអាជ្ញាធរនៅក្នុងតំបន់នេះអះអាងថាពុំមានមនុស្សរងរបួសនោះទី
ការឆេះឃ្លាំងស្តុកទំនិញមួយកន្លែងថែមទៀតរបស់ក្រុមហ៊ុន Sri PLA ឆេះយ៉ាងសន្ធោសន្ធៅវាស្ថិតនៅសង្កាត់ Kolendino នៅក្នុងខណ្ឌប៉ូដុកផ្នែកមួយនៃតំបន់ទីក្រុងមូស្គូវាស្ថិតក្នុងរលកនៃការវាយប្រហារទី2នៃវងដ្រូនប្រទេសអ៊ុយក្រែនបណ្ដាញផ្សាយព័ត៌មាន Telegram ឯករាជ្យមួយឈ្មោះ Astra បានធ្វើសេចក្តីរាយការណ៍ដោយបានបង្ហាញរូបភាពនិងវីដេអូទទួលបានពីសាក្សីពីការឆេះយ៉ាងសន្ធោសន្ធៅនៅតំបន់ទីក្រុងមូស្គូនៅតំបន់មួយនៃឃ្លាំងស្តុកទំនិញនៃក្រុមហ៊ុន Vibery បានបើកប្រតិបត្តិការឡើងវិញគណៈរងការឆេះឆាបប្រមាថថ្ងៃមកនេះប៉ុន្តែស្ថិតនៅក្នុងស្ថានភាពប្រុងប្រយ័ត្នបំផុតយោងតាមគេហទំព័រមួយនៃបណ្ដាញផ្សាយព័ត៌មាន Telegram ឲ្យដឹងថាតំបន់ជាច្រើនរងការវាយប្រហារប៉ុន្តែអាជ្ញាធរនៅក្នុងតំបន់ទាំងនោះព្យាយាមថាមិនប៉ះពាល់ដល់អាយុជីវិតមនុស្សនោះទីប៉ុន្តែរូបភាពនៃការឆេះយ៉ាងសន្ធោសន្ធៅត្រូវបានផ្សព្វផ្សាយតាមការបញ្ចេញរូបភាពតាម Telegram និងបណ្ដាញសង្គមអភិបាលទីក្រុងមូស្គូ Sergei Sobyanin និយាយថា drone ជិត400គ្រឿងបានសម្ដៅហោះមកតំបន់ទីក្រុងមូស្គូនិងតំបន់ជុំវិញទីក្រុងមូស្គូកាលពីយប់ថ្ងៃទី27កក្កដាអភិបាលក្រុងមូស្គូរូបនេះអះអាងថាកងទ័ពរុស្ស៊ីបានបាញ់ទម្លាក់ដ្រូនទាំងនោះគឺបានបាញ់ទម្លាក់បាន81គ្រឿងដែលវាហោះសម្ដៅចូលទីក្រុងមូស្គូប៉ុន្តែมันបានអះអាងថាប្រជាជនទីក្រុងមូស្គូរងរបួសយ៉ាងណានោះទីហើយលំនៅឋានឆាបឆេះប៉ះពាល់កម្រិតណានោះទីនេះសម្រាប់អភិបាលទីក្រុងមូស្គូរូបនេះប៉ុន្តែប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីអះអាងថាបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនបាន356គ្រឿងដែលវាហោះវាយប្រហារលើកទី2ម្ដងទៀតនៅរំលងអាធ្រាត្រចូលថ្ងៃទី28កក្កដាក្រសួងការពារជាតិរុស្ស៊ីអះអាងថាការវាយប្រហារដោយវងដ្រូនរបស់អ៊ុយក្រែនជិត400គ្រឿងនោះអ៊ុយក្រែនបាញ់ផ្សាយភាយនៅពីពេញតំបន់ទីក្រុងមូស្គូនិងធ្លាយដល់ជ្រួយអបទ្វីបគ្រីមៀតំបន់អាហ្សូវដ្រូនរបស់អ៊ុយក្រែនដែលវាយប្រហារយ៉ាងសន្ធប់ជាថ្មីម្ដងទៀតនេះគឺបាញ់ប្រហារចូលលើគោលដៅខាងព្រំដែននៃប្រទេសរុស្ស៊ីទាំងអស់លើកលែងតែចូលទៅជ្រួយអបទ្វីបគ្រីមៀហើយក្នុងនោះក៏វាយចូលទីក្រុងនៃជ្រួយអបទ្វីបគ្រីមៀផងដែរតាមសេចក្តីរាយការណ៍បានដឹងថាដ្រូនរបស់អ៊ុយក្រែនដែលបើកការវាយប្រហារនេះមិនមែន400គ្រឿងនោះទេដែលសម្ដៅវាយចូលប្រទេសរុស្ស៊ីនិងតំបន់ក្រុងមូស្គូគឺលើសពី400គ្រឿងទៅទៀតគោលដៅវាយប្រហាររបស់អ៊ុយក្រែនចាប់តាំងពីថ្ងៃទី18កក្កដាមកនោះគឺវាយប្រហារទៅលើទីតាំងភស្តុភារសំខាន់របស់រុស្ស៊ីឃ្លាំងស្តុកទំនិញដ៏ធំបំផុតនៃក្រុមហ៊ុន Vibery គេហៅថាក្រុមហ៊ុនយក្សនៃប្រទេសរុស្ស៊ីរងការវាយប្រហារពីពេញប្រទេសរុស្ស៊ីសូម្បីតែនៅជ្រួយអបទ្វីបគ្រីមៀក៏រងការវាយប្រហារផងដែរនៅតំបន់ជាទីក្រុងមូស្គូរងការវាយប្រហារនៅតំបន់តាមបូករងការវាយប្រហារតំបន់ក្រាស្នូដាភាគខាងត្បូងនៃដែនដីរុស្ស៊ីជាប់នឹងភាគខាងជើងនៃជ្រួយអបទ្វីបគ្រីមៀរងការវាយប្រហារតំបន់ Staropol Krais ក៏រងការវាយប្រហារសូម្បីតែតំបន់លេនីនក្រាដក៏រងការវាយប្រហារផងដែរទីក្រុងពីស្ទែនបឺកតំបន់ Voronezh និងជ្រួយអបទ្វីបគ្រីមៀរងការវាយប្រហារដោយវងដ្រូនរបស់អ៊ុយក្រែនអាជ្ញាធរអ៊ុយក្រែនអះអាងថាការវាយប្រហារគឺដាក់គោលដៅទៅលើទីតាំងស្តុកទំនិញរបស់ក្រុមហ៊ុន Vibery តែគេចាត់ទុកក្រុមហ៊ុនយក្សដ៏ធំបំផុតនៃប្រទេសរុស្ស៊ីចែកចាយទំនិញពីពេញប្រទេសរុស្ស៊ីនិងធ្លាយដល់អឺរ៉ុបវាមានភាពល្បីល្បាញដោយក្រុមហ៊ុន Amazon របស់សហរដ្ឋអាមេរិកផងដែរប្រតិបត្តិការ drone របស់អ៊ុយក្រែននេះគឺធ្វើឡើងតាមការបញ្ជារបស់ប្រធានាធិបតី Volodymyr Zelensky ដែលដាក់ផែនការឲ្យបើកប្រតិបត្តិការពិសេស40ថ្ងៃវាយប្រហារទៅលើទីតាំងសំខាន់នៃភស្តុភាររបស់រុស្ស៊ីក្នុងនោះសម្ដៅចុងក្រោយទៅលើទីតាំងស្តុកទំនិញរបស់ក្រុមហ៊ុនធំៗនៃប្រទេសរុស្ស៊ីក្រោយពីវាយប្រហារទៅលើទីតាំងស្ថានីយ៍ស្តុកព្រីងទីតាំងរោងចក្រចម្រាញ់ព្រីងនិងស្ពានខ្នុរអ៊ុយក្រែនចាប់ផ្ដើមបាញ់ប្រហារទៅលើទីតាំងស្តុកទំនិញរបស់ប្រទេសមហាអំណាចនេះអ៊ុយក្រែនបានប្រកាសថាបានបើកការវាយប្រហារ
ចុងក្រោយនេះក្នុងប្រតិបត្តិការពិសេស40ថ្ងៃនេះវាប្រើទៅលើនាវារបស់រុស្ស៊ីដែលឆ្លងកាត់សមុទ្រអាហ្សូវឆ្ពោះទៅកាន់ជ្រោយអបទ្វីបគ្រីប៊ីឬតំបន់សមុទ្រខ្មៅនៃនាវារបស់រុស្ស៊ីឬនាវាប្រទេសទាំងឡាយណាដែលចូលមកចែកចាយប្រេងទៅឲ្យរុស្ស៊ីឬក៏គ្រប់គង់អាវុធទៅឲ្យរុស្ស៊ីរងការវាយប្រហារដែលសរុបទៅជិត200គ្រឿងហើយដែលត្រូវរងការវាយប្រហារឆាប់ឆេះពន្លិចនៅតំបន់សមុទ្រអាហ្សូវនិងសមុទ្រខ្មៅរុស្ស៊ីប្រតិកម្មវាយបកវិញដោយវាយធនធានទៅលើអ៊ុយក្រែនរុស្ស៊ីមិនត្រឹមតែវាយប្រហារត្រឹមតែវងដ្រូនរាប់រយគ្រឿងចូលទីក្រុងគីវនិងតំបន់ទីក្រុងផ្សេងៗទៀតនៃប្រទេសអ៊ុយក្រែននោះទេគឺរុស្ស៊ីបាញ់រហូតដល់មីស៊ីបាល់ីស្ទិកកម្រិតធ្ងន់វាយចូលរដ្ឋធានីគីវទៀតផងរុស្ស៊ីក៏ចាប់ផ្ដើមបើកប្រតិបត្តិការពិសេសរបស់ខ្លួនវាយទៅលើអ៊ុយក្រែនដោយបាញ់ទៅលើទីតាំងស្ថានីយ៍ស្តុកព្រីងរបស់អ៊ុយក្រែននៅតំបន់ជាច្រើននៅតំបន់ស៊ូមីត្រូវរាយការណ៍មកថាស្ថានីយ៍ស្តុកព្រីងតំបន់នេះជាច្រើនរងការឆាបឆេះយ៉ាងធ្ងន់ធ្ងរពីការវាយប្រហារដោយវងដ្រូនរបស់រុស្ស៊ីកាលពីយប់ថ្ងៃទី26កក្កដារុស្ស៊ីដាក់ផែនការបើកការវាយប្រហារទៅលើទីតាំងចម្រាញ់ព្រីងទីតាំងស្តុកព្រីងនិងផោះភាយោធារបស់អ៊ុយក្រែនទីតាំងស្តុកគ្រាប់របស់អ៊ុយក្រែនផងដែរនិយាយទៅសង្គ្រាមដ្រូនរវាងរុស្ស៊ីនិងអ៊ុយក្រែនកំពុងតែមានតុល្យភាពនឹងគ្នាប៉ុន្តែអ្វីដែលអស្ចារ្យគឺអ៊ុយក្រែនជាជនរងគ្រោះមានសមត្ថភាពវាយបកវិញទៅលើមហាអំណាចឆ្លៀតពៀននេះដែលទីបំផុតរដ្ឋធានីមូស្គូរងការឆាបឆេះដោយអណ្ដាតភ្លើងសង្គ្រាមរបស់អ៊ុយក្រែនដែលវាយបកវិញប្រជាជនរុស្ស៊ីនៅទីក្រុងមូស្គូនិងទីក្រុងផ្សេងៗទៀតជាពិសេសគឺតំបន់នៃជ្រោយអបទ្វីបគ្រីមៀពួកគេរអ៊ូរទាំថាទីបំផុតសង្គ្រាមរបស់លោក Vladimir Putin ធ្លាក់មកលើខ្លួនឯងវិញហើយវាមិនមែនជាយុទ្ធសាស្ត្រឈ្នះរបស់លោក Putin នោះទេវាคล้ายជាយុទ្ធសាស្ត្រចាញ់សង្គ្រាមវិញទៅហើយប្រជាជនរុស្ស៊ីតែងតែបញ្ចេញសារនៅតាមបណ្ដាញសង្គមនិងប្រមូលផ្ដុំគ្នាថ្កោលទោសលោក Vladimir Putinព្រោះតែប្រទេសរុស្ស៊ីកំពុងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចត្រូវបានឡើងពាត់ធ្លាក់ដុនដាបខ្លាំងវិបត្តិព្រីងឥន្ធនៈអត់មានប្រប្រាស់គ្រប់គ្រាន់នៅក្នុងតំបន់ទៀតវិបត្តិភ្លើងសង្គ្រាមធ្លាក់មកដល់មាត់ទ្វាររបស់ពួកគេទៅហើយនេះពួកគេអត់សប្បាយចិត្តនឹងសង្គ្រាមរបស់លោកពូទីនទៀតនោះទេនោះហើយដែលលោកពូទីនកំពុងតែសម្លឹងមើលយុទ្ធសាស្ត្រថ្មីចង់កើនកំណើនកងទ័ពធ្វើសង្គ្រាមមួយឈុតទៀតឲ្យបាន50,000 នាក់នៅដំណាច់ឆ្នាំ2026នេះចុងក្រោយលោកពូទីនសុំទ័ពពីកូរ៉េខាងជើងបន្ថែម30,000 នាក់ទៀតគណៈដែរទ័ពកូរ៉េខាងជើងបញ្ជូនចូលជួយរុស្ស៊ី15,000 នាក់កាលពីអំឡុងខែតុលាឆ្នាំ2024ភាគច្រើនគឺស្លាប់ស្ទឹងតែទាំងអស់បើទោះជាទ័ពរបស់កូរ៉េខាងជើងរួមដៃជាមួយនឹងទ័ពរបស់រុស្ស៊ីជាង10,000 នាក់បណ្ដេញកងទ័ពអ៊ុយក្រែនចេញពីតំបន់គោកបានដោយជោគជ័យប៉ុន្តែទាំងទ័ពរុស្ស៊ីទាំងទ័ពអ៊ុយក្រែនត្រូវចារកម្មរបស់ពួកប្រចាំប្រទេសឲ្យដឹងថាស្លាប់គោជើងគ្នាលោក Vladimir Putin នៅពេលនេះត្រូវបានគេមើលឃើញថាកំពុងដើរដល់យុទ្ធសាស្ត្រទាល់ច្រកឈ្នះសង្គ្រាមមិនដឹងតែឈ្នះសង្គ្រាមតែបើចាញ់សង្គ្រាមគឺមានភាគរយច្រើនបំផុតបើអ៊ុយក្រែនវាយកគ្រីមៀបានលោក Putin អស់លទ្ធភាពវិបកវិញគឺកម្ពុជាជន់ផ្ដាច់ការនៅវាមានកម្លាំងរូបនេះមានតែធ្វើអធិឃាតខ្លួនឯងដោយមេរណមផ្ដាច់ការណាស៊ីអាល្លឺម៉ង់គឺអាដុលអ៊ីតលឺដែលសម្រាប់ខ្លួនឯងព្រោះតែចាញ់សង្គ្រាមលោកលើកទី2